Hai សួស្តីអ្នកនរគ្នាជួបគ្នាជាមួយនឹងវីដេអូថ្មី topic របស់យើងថ្ងៃនេះគឺទាក់ទងជាមួយនឹង Minecraft ហើយយើងមកព្យាបាលជាមួយនឹង Zombie Villager អូខេតោះឥឡូវយើងទៅមើលជាមួយនឹង item item យើងត្រូវការមានដូចជា cobblestone ចំនួន3ហើយនិង Blaru ចំនួន2ជាមួយនឹងកញ្ចក់ចំនួន3ហើយនិង Golden God ចំនួន3 Apple ចំនួន1កាន់ powder ចំនួន1ដូចគ្នាBrown Mushroom ចំនួន1 Spider Eye ចំនួន1ហើយនិង Sugar Cane ចំនួន1ដូចគ្នាអញ្ចឹងនេះគឺជា item របស់យើងគឺយើងប្រមូលវាយកទុកក្នុង inventory គឺមានតែប៉ុណ្្នឹងទេចំពោះ item ដែលយើងយកទៅព្យាបាលជាមួយនឹង Zombie Villager ទុកវានៅទីនេះឥឡូវយើងទៅរកជាមួយនឹង crafting table ដើម្បី craft វាអញ្ចឹងជាដំបូងឡើយគឺយើងយកជាមួយនឹង cobblestone ដាក់វានៅខាងក្រោមហើយជាមួយនឹង Blaru ចំនួន1អញ្ចឹងយើងនឹងទទួលបានជាមួយនឹង brewing stand អញ្ចឹងយើងយកវាមកដាក់កន្លែងនេះមកឥឡូវដោយសារតែខ្ញុំមានហើយអញ្ចឹងយើងបាច់ត្រូវការទេខ្ញុំគ្រាន់តែក្រាស់ឲ្យអ្នកគ្នាមើលទេដាក់វាចូលក្នុងនេះទៅបន្តមកទៀតគឺយើងយកកញ្ចក់ធ្វើជាមួយនឹង10គឺយើងធ្វើវាបែបនេះអញ្ចឹងយើងនឹងទទួលបានជាមួយនឹង bottle ចំនួន3អញ្ចឹងយើងត្រូវការជាមួយនឹងទឹកឥឡូវខ្ញុំសុំដាក់ទឹកសិនចំពោះទឹកនេះបងប្អូនគ្នាអាចយកមកពីកន្លែងណាក៏បានដែរទឹកទន្លេទឹកសមុទ្រទឹកអីហ្នឹងគឺយកមកប្រើក៏បានដែរឥឡូវយើងដួសទឹកដាក់ចូលទៅក្នុងដបទៅអញ្ចឹងយើងទទួលបាន3ដបហើយបងប្អូនគ្នាធ្វើវាចំនួន3ទៅកុំឲ្យខាតហើយយើងដាក់ដបទឹកចូលទៅកន្លែងនេះបន្តមកទៀតយើងត្រូវការអំបាយជាមួយនឹង Blaru នេះទៅជា Blaze Powder គឺយើងបាន2ហើយយើងយកវាមកដាក់នៅកន្លែងនេះតែប៉ុតដាក់តែមួយក៏បានដែរតែយើងសល់មួយអញ្ចឹងយើងដាក់កន្លែងនេះទៅហើយបន្តមកទៀតគឺយើងធ្វើការ craft item អញ្ចឹង item របស់យើងគឺ Sugar Cane បងប្អូនគ្នាបាយវាទៅជា Sugar ទៅហើយចំពោះ item 3ហ្នឹងគឺយើងយកវាមក craft បញ្ចូលគ្នាគឺដាក់បែបនេះអញ្ចឹងយើងនឹងទទួលបានជាមួយនឹង fermented spider eye ហើយយើងយកវាមកដាក់កន្លែង brewing stand យើងដាក់វានៅខាងលើដាក់កន្លែងនេះទៅអញ្ចឹងវានឹងបាយជាមួយនឹង adopt ទឹកហ្នឹងទៅคล้ายជា potion weakness ឥឡូវយើងមក craft ជាមួយនឹង golden apple គឺយើងដាក់វាជំវិញបែបនេះអញ្ចឹងយើងនឹងទទួលបានជាមួយនឹង golden apple ចំនួន1ហើយនេះគឺកាន់ powder អញ្ចឹងbucket នេះគឺអស់ទូនាទីឲ្យទុកវាទៅក្នុងហ្នឹងទៅឥឡូវគឺយើងបានជាមួយនឹង potion weakness 1នាទីកន្លះប៉ុន្តែអានេះគឺវាជា10ដែលយើងអាចផឹកបានយើងគប់អត់បានទេអញ្ចឹងយើងត្រូវដាក់ជាមួយនឹងកាន់ powder ចូលចំពោះកាន់ powder នេះបងប្អូនគ្នាអាចរកវាបានគឺនៅពេលដែលបងប្អូនគ្នាស្លាប់ទៅលើ creeper ទៅគឺវានឹង drop ជាមួយនឹងកាន់ powder ឲ្យយើងហើយឥឡូវគឺ potion របស់យើងគឺរួចរាល់ហើយហើយនេះគឺជា potion ដែលយើងអាចយកវាគប់បានឥឡូវគឺដល់ពេលយើងត្រូវព្យាបាលជាមួយនឹង zombie villager ហើយអញ្ចឹងយើងត្រូវការជាមួយនឹង potion weakness តែម្ដងទេហើយយើងធ្វើការគប់ទៅលើ zombie villager គប់ឲ្យត្រូវបន្តមកទៀតយើងកាន់ទៅលើ golden apple ហើយយើង right click អូខេទៅពេលដែលយើង right click ចុះទៅគឺវានឹងធ្វើការព្យាបាលជាមួយនឹង zombie villager នេះហើយAlright ឥឡូវគឺយើងបានព្យាបាល zombie villager រួចរាល់ហើយអញ្ចឹងចំពោះ villager នេះយើងអាច trade បានទេលុះត្រាតែយើងដាក់ការងារគាត់ធ្វើឥឡូវខ្ញុំសុំដាក់ជា creative ហើយខ្ញុំយកជាមួយនឹង creation ព្រោះខ្ញុំមានជាមួយនឹងការងារដែលឲ្យគាត់ធ្វើហើយអញ្ចឹងយក create បកហមអូខេអញ្ចឹងការងារដែលខ្ញុំដាក់គាត់ធ្វើគឺជាអ្នក trade ជាមួយនឹងសភៅបងប្អូនគ្នាអាចកាប់អានេះចេញក៏បានដែរយក pick អាចកាប់លើវាទៅបានជាមួយនឹង brewing stand ត្រឡប់មកវិញតែនេះខ្ញុំប្រើដៃទេព្រោះខ្ញុំធ្វើតែវីដេអូទេអញ្ចឹងខ្ញុំមិនត្រូវការវាទេឥឡូវគឺយើងដាក់ការងារឲ្យគាត់ធ្វើអូខេយើង trade បានទេអញ្ចឹងខ្ញុំសុំដាក់នៅទីនេះហើយយើងដាក់ជាមួយនឹង grey អូខេចាប់យកការងារគាត់ដេកសិនអញ្ចឹងយើងដេកដែរទៅឈប់ខ្ញុំយក grey សិនចុចយក grey មួយហើយយើងដេកទៅព្រោះឥឡូវហ្នឹងគឺមេជប់នៅពេលដែលមេភ្លឺទៅគឺគាត់នឹងធ្វើការឲ្យយើងហើយAlright ឥឡូវគឺមេភ្លឺហើយចាស់ទៅណាចេះហេមកយកអីការងារហ្នឹងអត់ត្រូវការអត់ត្រូវការទេអញ្ចឹងយើងកាប់អានេះចេញវិញអូខេអញ្ចឹងដល់ពេលយើងកាប់ហើយឥឡូវគឺរួចរាល់ហើយនេះគឺជា zombie villager ច្រឡំ zombie villager ដែលយើងត្រូវដាក់ការងារគាត់ធ្វើគឺជាអ្នក trade ជាមួយនឹងសភៅដែល player គាត់និយាយថា trade យកសភៅ mending សភៅឲ្យខ្ញុំមកឲ្យតាមគាត់ដែរឥឡូវខ្ញុំសូមធ្វើការ trade ជាមួយនឹងគាត់សិនខ្ញុំលេងជា creative ទេអញ្ចឹងយើង trade ឲ្យឡើង level ទៅយើង trade ឲ្យគាត់ load សញ្ញាខ្វែងអត់មាន up level អីចឹងឥឡូវយើង trade អានេះទៀតទៅ
hay on miền ấy tiệt tế phù dương trade lang đòn nhà khoai nhỉ tay mẹ rõm than đi chia ở áp level ô nè áp level ta nè chẳng dương trade này ở má ní thật cả chỉ muốn supply chụp nhầm cho supply tích sẵn cho supply chồng được hàng lơ cái son đó á bên đây xong trade tích chỉ ra cho lắm ok chẳng dương trade ao bài tới oi level á oi reload sinh nhạc khoai nhỉ lấy nữa hàng lơ này tiết chọn cho cái chọn đó trade về chẳng tới lấy mà vậy đây để tranh màu tại này anh ấy cứ spell fortune 3 fortune level 7 sau đó tao nên đã càng nghe năng ấy quạt phơ tới cứ năng từ tua bàn spell xem nó về để dân trade chỉ muốn năng về chờ mình đi đang ở đó này cho cái play live video này mình đã mời phong chụp này video tao tiết chụp điểm này tao ngọc này